នេះគឺជាមីនុយថ្មីបងប្អូនជៀនជួនប្រហិតត្រីជាមួយប្រូកូលីទស្សនាជាមួយនាងខ្ញុំណានាងខ្ញុំទិញខ្លាញ់ជ្រូកចំនួន 1000 បងប្អូនខ្ញីហ្នឹងក៏ 1000 ដែររួចហើយនាងខ្ញុំចំហៀវខ្លាញ់ហ្នឹងបន្ទាប់មកនាងខ្ញុំដាក់ខ្ញីហ្នឹងចូលខ្ញីបងប្អូនចង់ហាន់តូចជាងហ្នឹងក៏បានដែរណាបន្ទាប់មកបងប្អូនដាក់ខ្ទឹមសរំលែងវារហូតដល់វាស្ងួតចូលគ្នាឈ្ងុយចានឹងដាក់គ្រឿងតែម្ដងលឿនទេបងប្អូនចាមុនដំបូងយើងដាក់ជាមួយសៀងផ្អែមយើងដាក់ជាមួយនឹងប៊ីចេងដាក់ជាមួយនឹងទឹកស៊ីអ៊ីវដាក់ជាមួយនឹងទឹកត្រីលួចបន្តិចទេណាបងប្អូនបន្ទាប់មកស្ករត្នោតនិងទឹកដោះគោខាប់ចាចំពោះម្ទេសបងប្អូនចង់ដាក់ក៏បានអត់ដាក់ក៏បានដែរប៉ុន្តែនាងខ្ញុំចូលចិត្តហឹរបន្តិចបន្តួចបងប្អូនអញ្ចឹងនាងខ្ញុំក៏ដាក់ហើយម្ទេសធំហ្នឹងនាងខ្ញុំដាក់យកពណ៌ទេណាបងប្អូនចំពោះប្រហិតនាងខ្ញុំដាក់ជាតិសាឡេតទេដាក់ប៊ីចេងដាក់ស្ករដាក់ម្សៅស៊ុបហើយនាងខ្ញុំបុកវាឲ្យឆ្អិតប្រហិតហ្នឹងនាងខ្ញុំទិញគេកន្លះគីឡូបងប្អូនចំពោះប្រូកូលីបើសិនជាបងប្អូនទិញនៅផ្សារបងប្អូនស្រង់បន្តិចទៅចំពោះនាងខ្ញុំមិនបាច់ស្រង់ទេដោយសារតែប្រូកូលីនាងខ្ញុំដាំផ្ទាល់ឆ្ងាញ់ណាស់បងប្អូនតោះហូបជាមួយនាងខ្ញុំណាសាក់បងបានហេង